អ្នកទាំងអស់គ្នាអាសាឃើញខ្ញុំ make up ចេញទៅក្រៅដើរលេងហាត់ថ្ងៃទៅរត់តែមុខរបស់ខ្ញុំមកគឺអត់ងាយឡើងមុនឬក៏ឡើងស្អាប់អីទេព្រោះអីដោយសារតែខ្ញុំមានអាចកំបាំងនៅពីក្រោយហើយនេះដែរគឺជា skin care ដែលខ្ញុំប្រើប្រាស់អញ្ចឹងតោះឥឡូវយើងមកធ្វើ skin care ទាំងអស់គ្នាអញ្ចឹងពេលដែលខ្ញុំក្រោយពីគេងមក morning routine របស់ខ្ញុំគឺខ្ញុំមកធ្វើការប្រើប្រាស់ជាមួយនឹង Garnier Sakura Glow Face Wash ដែលជួយសម្អាតបានល្អដែលមិនធ្វើឲ្យស្បែករបស់យើងស្ងួតហើយធ្វើឲ្យស្បែករបស់យើងទន់ម៉ត់រលោងបន្ទាប់មកទៀតគឺខ្ញុំមកធ្វើការប្រើប្រាស់ជាមួយនឹង Garnier Sakura Glow Repairing Serum មួយនេះផ្សំឡើងពីរូបមន្តសំខាន់ៗដូចជាគុណនឹង10 Cinnamide Hyaluron និង Sakura Extract ដែលធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាម៉ត់រលោងបែបស៊ីចម្ពោះហើយជួយពង្រឹងរបាំងការពារស្បែកទៀតផងបន្ទាប់មកទៀតខ្ញុំមកធ្វើការប្រើប្រាស់ជាមួយនឹង Garnier Sakura Glow Serum Cream SPF 30 Cream នេះជួយផ្ដល់សំណើមបំពេញស្បែកភ្លឺថ្លាបែបស៊ីចម្ពោះសំខាន់ណាស់រក្សាសំណើមនិងជាតិទឹកនៃស្បែកមាន SPF 30 PA+3 សម្រាប់ការពារពន្លឺព្រះអាទិត្យទៀតផងជាចុងក្រោយខ្ញុំក៏ថែមជាមួយនឹង Sunscreen Garnier ជាការស្រេចហើយរូធីនវិញខ្ញុំក៏ដូចជាមួយនឹង Garnier Sakura Glow Serum Cream SPF 30ជា Garnier Sakura Glow Sleeping Mask វិញម្ដងដែលជួយផ្ដល់សំណើមធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាបែបស៊ីចម្ពោះចឹងចំពោះ Morning Routine និង Night Routine របស់ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងគ្នាកុំភ្លេចទៅសាកប្រើប្រាស់ជាមួយនឹង Set Garnier Sakura Glow ណាសម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលអ្នកទាំងគ្នាអាចទាក់ទងបានតាមរយៈ Page Facebook និង TikTok ផ្លូវការឬក៏អាចរកទិញបានតាមបណ្ដាសាលាទំនើបទូទៅដូចជា Onmall, Nom Plus ឡា Bye bye អ្នកទាំងគ្នា